ឥឡូវនិមន្តព្រះអនុថែផតៈបណ្ឌិតោភិនវុធី ដើម្បីបញ្ជាក់តើប្រយោជន៍នៃការកសាងសេនាសនៈប្រយោជន៍បើយើងសម្លឹងទៅលើប្រយោជន៍សេនាសនៈតើញោមទាំងអស់គ្នាអាត្មាពីរអង្គព្រះអង្គជួនកកដាជាថ្នាក់ដឹកនាំប្រមុខនៅវត្តប្រាសាទនាងខ្មៅនឹងសប្បាយចិត្តណាបាទហើយញាតិញោមបង្អាប់លោកនឹងដូចប្តីដូចប្រពន្ធអីខ្មាស់គេដែរតើញោមឃើញសើចសើចចឹងមិនមែនអត់ខ្មាស់ទេវាខ្មាស់ត្រង់ប្រពន្ធមុខប៉ុណ្ណឹងដែរបានប្តីមុខដូចយ៉ាប់នោះយ៉ាប់បាទឥឡូវទៅវិញគិតររឿងលេងលះចោលទុកទៅអីទៀតខូចចកេះអស់ហើយទៅទុកចោលតែនៅវត្តប្រាសាទនាងខ្មៅក្រុមអាត្មាប្រមាណអង្គនឹងញោមហើយដល់ប្រឹងប្រែងទាំងអស់គ្នាលោកនេនគេថាអញ្ចេះអង្គណាចង់ចេះទេទៅរកលោកគ្រូកកដានឹងលោកនេនតូចតូចចង់បានដុល្លារទៅរកដោយគុណលោកគ្រូផិនវុធីហើយបើចង់បានមីទៅរកលោកគ្រូម៉ៅហើយបើចង់បានផ្ដៅនឹងទៅលោកគ្រូសែនលោកនេនដឹងតែចេះបានពីណាមកគេថាចង់ចេះទេទៅរកលោកគ្រូកកដាព្រោះលោកគ្រូកកដាគេហៅស្ដេចទេបាទឲ្យទៅថាបានផ្លែមួយក្រូចទេសបែកពពុះមាត់អញ្ចឹងគឺអ្នកណាចង់ទេសនារកលោកគ្រូកកដាហើយបើចង់បានដុល្លាររកលោកគ្រូផិនវុធីព្រោះអាត្មាកាន់លុយវត្តអាត្មាអ្នកគ្រប់គ្រងអញ្ចឹងមានលុយចាយអត់លុយទិញភេសជ្ជៈអីគេទៅរកបាទអញ្ចឹងថ្លៃពេទ្យថ្លៃអីគ្រូពង្រៀនប្រាក់ខែចុងផោចង្ហាន់គឺលើអាត្មាទាំងអស់ព្រះអង្គជួនកកដាគេមិនដឹងទេចាយើងមេផ្ទះណាញោមណោះបាទយើងអ្នកចាត់ចែងអ្នកចំណាយអ្នកចំណូលលោកដឹងពីរមកទេចឹងគេថាចង់បានដុល្លារទៅរកលោកគ្រូផិនវុធីហើយបើចង់បានមីរកលោកគ្រូម៉ៅព្រោះលោកគ្រូម៉ៅលោកអ្នកកាន់ឃ្លាំងមិនតែមីទេតាំងពីភេសជ្ជៈតាំងពីអីទៅមីប្រមាណកេះអាណាចិត្តហួសដេលេស្អីស្រួលគ្រូម៉ៅនឹងដឹងខ្ទេចក៏ឲ្យតែមើលទៅតំណក៏បញ្ចេញយកមកចែកលោកចឹងអង្គណាគេចង់បានមីទៅរកលោកគ្រូម៉ៅឲ្យតែមើលទៅតំណក៏បញ្ចេញយកមកចែកលោកចឹងអង្គណាគេចង់បានមីទៅរកលោកគ្រូម៉ៅបើអង្គណាចង់បានផ្ដៅទៅរកលោកគ្រូសែនលោកគ្រូសែនហ្នឹងនេះមកវិន័យថោបើទៅមកហ្នឹងឯងចេះញញឹមណាបើញញឹមដោយសារជួបញោមចាហួងទេគាត់ចេះបញ្ជោគាត់ចេះអីចឹងចេះញញឹមទៅបើនៅវត្តប្រាសាទវិញណាលោកធ្វើអត់ឲ្យលោកនេនដឹងចិត្តទេមុខឲ្យកញ៉ៅបាទគ្រូសែនហ្នឹងដាក់តារូបខែអង្គតិចមកហ្នឹងប៉ាវចិនសុតហើយសំសបល់នេះផងញោមប៉ាវចិនសុតលើកលោកឲ្យធ្វើវិន័យធរសង្ឃវត្តប្រាសាទនាងខ្មៅព្រោះលោកម៉ាត់ណាម៉ាត់ហ្នឹងអង្គណាខុសអីត្រូវវិនិច្ឆ័យទោសមិនចឹងហើយបើអាត្មាឲ្យព្រះអង្គកកដាជាម៉ែឪនេះលំហ៎បើមកតស្ងាត់ទៅអញ្ចឹងឯងដល់អញ្ចឹងទៅកូនចៅខ្លះបានចិត្តណាញោមរឿងលោកគ្រូសែននេះឲ្យតែចូលទៅដល់បន្ទប់លោកគ្រូសែនចេញមកវិញសិតតែអេនខ្នងហើយបើមិនចឹងកទួលដៃហើយចេញមកវិញសួរគេមិនទៅរាប់ឯងមិនបានផ្ដៅអង្គខ្លះ5អង្គខ្លះ7ឃើញទេអញ្ចឹងឲ្យតែចូលលោកគ្រូសែននោះលោកគ្រូសែននោះគាត់ក្នុងបន្ទប់លោកឡើងមកបាច់សិតតែផ្ដៅញោមញាតិញោមនៅខាងសំរោងតងនៅស្រុកព្រៃគាត់កាច់យកទៅធ្វើទៀនអីមិនធ្វើផ្ដៅប្រគេនលោកញោមគាត់ថាគាត់កាត់ប្រហែល1ម៉ែត្រយកដាក់ទៅមកបាច់យកទៅប្រគេនលោកបើប្រគេនអាត្មាថាអាត្មាអត់ទេយកប្រគេនកុសានយកដាក់នៅក្នុងបន្ទប់ឥឡូវហ្នឹងបែបចិត្តអស់ហើយប្រហែលឆ្នាំហ្នឹងបែបអស់2-3បាច់ហ្នឹងហើយតាណានោះអញ្ចឹងឲ្យចេញមកវិញគឺដឹងឲ្យបានផ្ដៅអញ្ចឹងថ្នាក់ដឹកនាំប្រមាណអង្គចុងក្រោយទៅអ្នកដែលអភ័ព្វជាងគេគឺគ្រូសែនហ្នឹងចាំមើលឈឺមួយអាទិត្យកន្លះខែគ្មានលោកណាទៅចិត្តទេគេទៅចិត្តទៅហើយបើមិនដែលបានស្រួលម្ដងផងទៅមកវិញផ្ដៅណោះញោមណោះអញ្ចឹងលោកអាណោចអាធំឯកោជាងគេបើដូចអាត្មាអត់ទេក្អកខេះលោកនេនទៅដល់ហើយចាំមើលដល់នឹងឯងគឺថាប្រមាណអង្គនឹងរួមគ្នាដើម្បីធ្វើនៅអ្វីដែលផុសឡើងហើយគឺអ្វីដែលញោមទុកចិត្តផងដែរអាត្មាជឿថាមិនខ្វះទេលោកល្បីធម្មកថាមកដឹកនាំញាតិញោមធ្វើបុណ្យនេះធ្វើបុណ្យនោះប៉ុន្តែសម្រាប់អាត្មាប្រាសាទនាងខ្មៅគឺថាមិនមែនគ្រាន់តែថាឲ្យញាតិញោមឃើញទេឲ្យញាតិញោមឮទេគឺញោមមើលក្រោយខ្នងអាត្មា2អង្គហ្នឹងតើអ្វីខ្លះដែលសម្រេច
ដែលសម្រាប់ហ្នឹងវាចូលសំណួររបស់មហាថៃតើសារៈប្រយោជន៍នៃសេនាសនៈទានដែលពុទ្ធបរិស័ទគាត់ចូលទេតើបានប្រយោជន៍អីខ្លះប្រយោជន៍នេះឥឡូវយើងបើនិយាយពីប្រយោជន៍សម្រាប់ញាតិញោមផ្ទាល់គឺក្រៅពីបុណ្យក្រៅពីកុសលក្រៅពីការញ៉ាំងចិត្តរបស់ខ្លួនឲ្យរីករាយក្រៅតែពីប្រឆាំងជាមួយនឹងកិលេសហើយនឹងសម្រាប់អនាគតបានផលបុណ្យគឺថាវាអត់មានប្រយោជន៍អីទៀតទេសម្រាប់ញាតិញោមមកសម្រាប់ញាតិញោមផ្ទាល់ណាអាហ្នឹងវាជាប្រយោជន៍ឯងគឺថាដើម្បីឈ្នះកិលេសដើម្បីលះកំណាញ់ដើម្បីភាពសប្បាយចិត្តដើម្បីឲ្យយើងរីករាយហើយនឹងដើម្បីបុណ្យកុសលរបស់យើងទៅជាតិមុខជាតិក្រោយហ្នឹងប្រយោជន៍របស់យើងប៉ុណ្ណឹងអត្តហេតុប្រយោជន៍ប៉ុន្តែអ្នកសាធារណៈប្រយោជន៍សំខាន់ណាស់គឺជាប្រយោជន៍ជាតិផងប្រយោជន៍សាសនាផងអាត្មាធ្លាប់លើកឡើងហើយថាលោកដែលមករៀននៅប្រាសាទនាងខ្មៅនេះមិនមែនជាកូនប្រអិនប្រព្រំណាទេគឺជាកូនខ្មែរជាសមាជិកនៃពលរដ្ឋខ្មែរជាសមាជិកសង្គមហើយត្រូវទទួលរងនៅភាពខ្វះខាតហើយចង់ចេះចង់ដឹងឥឡូវញោមធ្វើមើលលោកគ្រប់អង្គមានលោកណាចេញពីតកូលកូនអ្នកមានឲ្យមកបួសទេអត់ទេស្រាប់តែតកូលអ្នកក្រណាព្រោះតែក្រហ្នឹងហើយបានមកឆ្ងាញ់គ្រឿងសមុទ្រហ្នឹងណាបើកូនអ្នកមានគេមិនឆ្ងាញ់ទេគ្រឿងសមុទ្រទៅព្រោះគេបានរហូតរឿងអីឆ្ងាញ់បើនៅនោះមកជូរផលិតមកជូរតគួនស្ងោស្លឹកគ្រៃស្ងោស្លឹកស្ពៃស្លឹកគ្រៃអាហ្នឹងស្ងោស្លឹកគ្រៃនោះប្រគេនព្រះអង្គភ្នំសូរស្ងោស្ពៃស្ងោតឡាចសាច់ 4-5 គីឡូមកតឡាចមកបាវមកចិត្តហានឲ្យមករៀងតូចតិចទៅដាក់ទឹកឲ្យច្រើនទៅហើយសាច់ជ្រូកហ្នឹងកុំយកសាច់សុទ្ធដាក់ខ្លាញ់មកឲ្យលើបទៅមានអីចេះទៅរួចទេញោមគិតមើលរកឆ្ងាញ់ឯណាបានគ្នាឡើង300នាក់រាល់ថ្ងៃហ្នឹងបើរាប់ទាំងគ្រូទាំងមេកតអនុកតផងលោក300 285ហ្នឹងតាសៈមនៈសិស្សទេហើយនៅចំផើយទៀតហើយមកពេល60ម៉ឺនហើយញោមឯងរកឆ្ងាញ់ណាហើយញោមមើលលៃមិនបានឆ្ងាញ់ញោមមកគ្រួសារ10នាក់ក៏គង់អស់ដែរ50-60ម៉ឺនហ្នឹងស្រួលរកកន្លែងឆ្ងាញ់មិនមែនទេញោមណោះចង់ឲ្យឆ្ងាញ់50-60ម៉ឺន10-20-30នាក់ឆ្ងាញ់ហើយតែអាត្មានេះគ្នា300នាក់ហើយ60ម៉ឺនទៅរកបានស្អីឆ្ងាញ់ញោមចឹងញោមមកព្រឹកមិញញោមខ្លះសម្លក់លោកចុះលោកដាក់យកដូចតំណងមិនតំណងមិនឆ្ងាញ់មែនញោមមិនមែនតែលោកឯណាអាត្មាហ្នឹងក៏តែឆ្ងាញ់ព្រោះមិនដែលបានស្គាល់រសជាតិសមុទ្រអីស្រួលហ្នឹងបែបបានឆ្ងាញ់ទឹកសមុទ្រទៀតមិនដឹងអញ្ចឹងជីវិតរស់នៅរបស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅនេះគឺបានមកពីញាតិញោមពុទ្ធបរិស័ទគ្រប់ទីគ្រប់កន្លែងមានទាំងញាតិញោមក្រុងបស័យអនុនឹងផងដែរសារៈប្រយោជន៍ដែលជាស្អាតធារណៈជាទូទៅដែលញាតិញោមធ្វើដោយបញ្ញាដែលឈ្មោះថាធ្វើបុណ្យឬក៏ចូលកសាងដោយបញ្ញានេះគឺការដែលយើងធ្វើដើម្បីបូជាអីដើម្បីបូជាដល់ព្រះសង្ឃរតនៈដើម្បីបូជាដល់ពុទ្ធសាសនាហើយក៏ដូចជាដើម្បីបូជាដល់ជាតិរបស់យើងដែរមិនចឹងញោមតែធ្វើគាត់ហ្នឹងណាឃើញព្រះអង្គកណ្ដាលទៅផាត់ពុទ្ធទេគ្រូសងស្ដាំពីលេខថោកបបប្រកាសដល់ជំនួយហ្នឹងតែធ្វើដើម្បីតែពីអង្គ